សូមជូនរឿងនិទានខ្មែររឿងទន្សាយជាប់គូទនិងគល់ត្រាចថ្ងៃមួយទន្សាយស្វែងរកអាហារបានប្រទះគល់ត្រាចមួយដែលគេទើបកាប់ថ្មីមានជ័រកកស្អិតទន្សាយលោតផ្លោតអង្គុយពីលើជ័រជាប់គូទនឹងជើងរើពុំរួចនៅនឹងថ្កល់លើគល់ត្រាចនោះជួនពេលនោះមានកូនដំរីមួយវាដើរទៅរកទឹកផឹកនៅក្នុងត្រពាំងក្បែរគល់ត្រាចនោះទន្សាយក៏និយាយបន្លាចថាណែអាកូនដំរីកុំមកផឹកទឹករបស់អញទឹកនេះព្រះអិនលោកឲ្យអញមកចាំយាមទេឯកូនដំរីខ្លាចមិនហ៊ានផឹកក៏ត្រឡប់ទៅប្រាប់មេវាមេដំរីខឹងយ៉ាងខ្លាំងក៏នាំកូនត្រឡប់មកត្រពាំងវិញឃើញទន្សាយអង្គុយលើគល់ឈើក៏ស្ទុះភ្លេតទៅបួងខ្លួនទន្សាយជាប់ចេញពីគល់ត្រាចនោះប្រាថ្នានឹងបោកសម្លាប់ទន្សាយក៏ស្រែកថាបើហងឯងបោកអញសម្លាប់កុំបោកទៅខាងក្រោមអញមិនស្លាប់ទេក្រវែងទៅលើវិញទើបអញស្លាប់ដំរីខ្វះប្រាជ្ញាឮទន្សាយថាដូច្នេះក៏ក្រវែងទន្សាយទៅលើឯទន្សាយកាលបាល់ធ្លាក់ដល់ដីក៏បោលក្រូចចូលព្រៃបាត់ទៅគំនិតអប់រំគឺ 1. អ្នកមានប្រាជ្ញាតែងសម្រេចកិច្ចការដោយគំនិត 2. អ្នកអបប្រាជ្ញាតែងប្រើកម្លាំងបាយធ្វើការ 3. ប្រាជ្ញាប្រើច្រើនកើនច្រើនខុសពីកម្លាំងកាន់តែប្រើកាន់តែចុះខ្សោយ